chứ mà sao dương mơ từក្នុង video ហ្នឹងអ្នកគេថា disk ហ្នឹងចូលឬក៏ disk ហ្នឹងturnover ត្រឡប់មកវិញមុនពេលដែលយើងនិយាយទៅដល់ disk ចូលឬក៏ turnover ខ្ញុំចង់បញ្យល់អ្នកនរតង់ជាមួយនឹងតើយើងអាចបានបន្ទុកបានដោយវិធីមួយណានៅក្នុង action នៃការរត់បែបនេះបើសិនជាកីឡាករគាត់ចាប់បានថាសគាត់ control ថាសបាននៅក្នុងដៃរយៈពេល2 second ដោយជើងរបស់គាត់ជាប់នៅលើស្មៅជាមួយថាណា disk ហ្នឹងគឺគាត់ចូលហើយប៉ុន្តែដល់ឡែកបើសិនគាត់ចាប់ហើយចលនារបស់គាត់កំពុងតែរត់ដូចឧទាហរណ៍ដែលការ layout របស់គាត់នេះអញ្ចឹងមានថាចលនារបស់គាត់អត់ទាន់ឈប់ទេទោះបីគាត់បានថាសក៏ដោយប៉ុន្តែខ្លួនរបស់គាត់ជើងរបស់គាត់គឺកំពុងតែហោះនៅលើអាកាសឡើយអញ្ចឹងបើសិនគាត់ធ្លាក់មកគាត់បុកជាមួយនឹងស្មៅខ្ទាតថាសនឹងចេញពីដៃវាស្មើនឹងថាសនឹងធ្លាក់ប៉ុន្តែបើសិនគាត់ក្តោបជាប់គាត់ចាប់ជាប់ទៅបើគាត់ធ្លាក់លើស្មៅ D ហ្នឹងគឺ in សរុបមកវិញនៅក្នុងវីដេអូមួយនេះគឺ D ហ្នឹងគឺ turnover ដោយសារតែការ layout របស់គាត់ហ្នឹងគឺធ្វើឲ្យថាសហ្នឹងរបូតចេញពីដៃរបស់គាត់